លើកទី1សម្រាប់ខ្ញុំក៏លើកទី1សម្រាប់សីមីដែរដែលរៀបចំខ្លួនដើម្បីចូលរួមកម្មវិធីចូលឆ្នាំនៅសាលារបស់គាត់អញ្ចឹងខ្ញុំរៀបចំឲ្យស្អីក៏ដាក់ចូលដែរទឹកអប់ក៏មានអីក៏មានហើយរបស់ដែលកាន់តែភ្លេចអត់បានគឺទឹកដោះគោ Formos សម្រាប់សីមីអត់លេងសើចទឹកដោះគោនឹងជួយរួចមកពេលណាគាត់គ្រាន់តែឃើញខ្ញុំដាក់ចូលកតាគេសប្បាយចិត្តហ្មងមកខ្ញុំក៏បានសួរគាត់ចូលចិត្តទឹកដោះគោនឹងអត់គេអត់និយាយច្រើនងាកមកថើបហ្មងសម្រាប់ម្ដាយគ្រប់រូបធម្មតាចូលចិត្តដាក់នំចូលចិត្តអីប៉ុន្តែខ្ញុំខ្លាចថាសម័យនេះកូនងាយឈឺអញ្ចឹងខ្ញុំត្រូវទៅរកវិធីណារបស់ណាដែលល្អសម្រាប់ពួកគាត់តោះអ្នកទាំងអស់គ្នាមកជួយ rate តិចមើល rate outfit របស់មួយថ្ងៃនេះតិចមើលមិនដែរចំពោះខ្ញុំគិតថាខ្ជូរទៅណាដូចជំទាវហ្មងហើយប្អូនគេវិញយាយគេចាក់កៅអៅពីបារាំងមកឲ្យថាកុំសរសើរគ្រាន់តែសរសើរភ្លាមគេបន្លាញគ្នាពុយពេញឡានឥឡូវលហែកធ្លីដាច់ខ្ទេចខ្ទាំអស់ពីរោគពីអីអូយសំណាងដែរម៉ែមានដេកកឹបមកតាមអញ្ចឹងកឹបមកជាបន្ទាប់ប្រសងរួចបពេលទៀតទៅអ្នកទាំងអស់គ្នាជួយមើលរៀងមើលមិនដែរសំសួនជាជំទាវតូចអស់នេះមើលទៅខាងមុខបានទេណាក៏មើលខាងក្រោយនិយាយពីថាថ្ងៃនេះអារម្មណ៍ខ្ញុំគឺសប្បាយចិត្តមែនតើដោយសារជាលើកទី1ហ្មងជាម្ដាយឪពុកថ្មីដែលនាំកូនមកសាលាមកជួញ event របៀបនេះចូលដល់ event គេពឹបមណាយកញ្ញាឲ្យក៏ស្លៀកខ្លីមួយថ្ងៃហ្នឹងខ្ញុំគិតថាវែងតើដល់ពេលទៅមកដល់ខ្លីតែឯងយងនិយាយទៅបានកៅអៅឲ្យយងវិញតាចំពោះខ្ញុំវិញហោះចោលស្រុកភូមិបាត់ហើយកៅអៅនេះក៏លេខមកមើលក្នុងសាលាវិញគេមានបរិញ្ញាចាក់ផ្កាទៅកាន់ក្មេងៗអាយុ 3-4 ឆ្នាំទៀតសម្រាប់ខ្ញុំគិតថាល្អមែនតើព្រោះកម្មវិធីអស់នេះមិនមែននៅសាលារដ្ឋចេះតែមានទេកម្មវិធីនេះមួយទៅមួយអ្វីដែលខ្ញុំចាប់អារម្មណ៍ឃើញគឺគេបង្រៀនក្មេងឲ្យក្លាហានហ៊ានច្រៀងនិងហ៊ានសម្ដែងឲ្យមនុស្សជាច្រើនអ្នកឈរមើលនិងបានបង្រៀនល្បែងប្រជាប្រិយដូចជាមានបោះឈូកលាក់កសែងមានល្បែងប្រជាប្រិយបៀចាក់អប៉ោងចាក់ខ្លះឃ្លោកអីណាគឺលេងបែបខ្មែរពីមុនហើយក៏មានល្បែងប្រពៃណីឲ្យក្មេងៗនិងម៉ាក់ប៉ាទាំងអស់បានមើលដែរនិយាយទៅអែហ្មងមើលអត់ទាន់ចាប់ផងអាម៉ៃអស់តាគៀណៃគេថារៀងហត់ក្តៅមកមុខចាប់ផ្ដើមស្អុយបដាហើយនេះទៅម៉ោង 10 កន្លះឯណាអញ្ចឹងមិនមែនម៉ោងបាយទេតែម៉ោង 1ដែលត្រូវការរបស់ជំនួយនេះណែចេះយកមកតាមមកផឹកមិញសម្រាប់ខ្ញុំមួយទៅដោះកូនខ្ញុំមិនមែនចេះតែឲ្យកូនញ៉ាំទេនិយាយទៅត្រូវមើលស្តង់ដារច្បាស់លាស់ research ឡើងទៅហៅឃើញទៅដោះកូន Mac Formal របស់ក្រុមហ៊ុន Friesland Campina ដែលមកពីប្រទេសហូឡង់និងមានអាយុកាល150ឆ្នាំឯណាហើយឥឡូវហ្នឹងក៏គេមានផលិតនៅប្រទេសវៀតណាមដែរជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរឹងរបស់ស្តង់ដារអឺរ៉ុបនិយាយទៅ Formos គឺជាទឹកដោះគោមួយដែលខ្ញុំជ្រើសរើសឲ្យកូនខ្ញុំញ៉ាំដោយសារមានអាហារូបត្ថម្ភល្អៗនៅក្នុងហ្នឹងគ្រាន់តែញ៉ាំបានមួយស្ទុះគឺថាសប្បាយចិត្តកម្លាំងនឹងមកពីណាទេរត់ចុះរត់ឡើងពេញហ្នឹងមិនមែនតែកូនផឹកឯណាម៉ាក់ក៏ផឹកដែរដោយសារទឹកដោះគោនេះអត់ផ្អែមខ្លាំងទេផ្អែមតិចមែនតើ Formos បានជួយខ្ញុំមកពេលទៀតដែរឥឡូវតោះមកមើលឈុតក្រៅឆាកទាំងអស់គ្នាម៉ាក់អូនមានអី surprise ម៉ាក់អាវ៉ា